តាំងពីយូរយារណាស់មកហើយពេលស្ដេចហេរ៉ូតគ្រប់គ្រងស្រុកយូដាព្រះជាម្ចាស់មានផែនការពិសេសមួយព្រះចាត់ទេវតាមួយរូបឈ្មោះកាព្រីយ៉ែទៅក្រុងមួយឈ្មោះណាសារ៉េតក្នុងស្រុកកាលីលេមានយុវនារីម្នាក់ឈ្មោះម៉ារីហើយនាងស្រឡាញ់ព្រះថ្ងៃមួយ Angel Gabriel បានមករកនាងម៉ារីជាមួយនឹងសារដ៏សំខាន់មួយពីព្រះខ្ញុំបានប្រាប់នាងថានាងនឹងមានកូនម៉ារីភ្ញាក់ផ្អើលប៉ុន្តែនាងបានស្ដាប់ដោយយកចិត្តទុកដាក់ហើយចង់ស្ដាប់បង្គាប់ព្រះកាព្រីយ៉ែនិយាយថាអ្នកនឹងដាក់ឈ្មោះទារកនោះថាយេស៊ូខ្ញុំបានប្រាប់នាងថាព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះហើយនគររបស់ទ្រង់នឹងមិនចេះចប់ឡើយម៉ារ៉ាបានសរសើរដំកើងព្រះហើយនិយាយថាព្រលឹងខ្ញុំលើកដំកើងព្រះអម្ចាស់ហើយវិញ្ញាណរបស់ខ្ញុំត្រេកអរក្នុងព្រះជាព្រះអង្គសង្គ្រោះរបស់ខ្ញុំម៉ារីបានភ្ជាប់ពាក្យជាមួយបុរសចិត្តល្អម្នាក់ឈ្មោះយូសែបម៉ារីឆ្ងល់ថាតើរឿងនេះអាចកើតឡើងដោយរបៀបណាហើយនាងមានអារម្មណ៍ច្របូកច្របល់ពេលនាងប្រាប់យូសែបអំពីសារលិខិតរបស់ទេវតាយូសែបមានអារម្មណ៍តក់ស្លុតនិងឈឺចាប់ខ្ញុំមិនយល់ពីរបៀបដែលម៉ារីអាចនឹងមានកូនមុនពេលរៀបការរបស់ពួកគេយូសែបព្រួយបារម្ភហើយគិតថាតើខ្ញុំគួរធ្វើយ៉ាងណានៅយប់នោះយូសែបបានសម្រេចចិត្តថាគាត់អាចនឹងផ្ដាច់ការភ្ជាប់ពាក្យដោយស្ងាត់ប៉ុន្តែបន្ទាប់មកទេវតាមួយរូបបានមករកយូសែបក្នុងសុបិនមួយទេវតាពោលថាយូសែបកុំខ្លាចយកនាងម៉ារីធ្វើជាប្រពន្ធរបស់អ្នកឡើយទារកនៅក្នុងម៉ារីគឺមកពីព្រះទ្រង់នឹងសង្គ្រោះរាស្ត្រទ្រង់ពីអំពើបាបរបស់ពួកគេទេវតាប្រាប់យូសែបឲ្យដាក់ឈ្មោះទារកនោះថាយេស៊ូពេលយូសែបភ្ញាក់ពីដំណេកគាត់បានទុកចិត្តលើព្រះខ្ញុំបានធ្វើតាមអ្វីដែលទេវតាបាននិយាយមិនយូរប៉ុន្មានពេលវេលាសម្រាប់ទារកនឹងកើតគឺជិតមកដល់ហើយអធិរាជរ៉ូម៉ាំងមួយអង្គបានបញ្ជាឲ្យធ្វើជំរឿនដូច្នេះអ្នករាល់គ្នាត្រូវធ្វើដំណើរទៅស្រុកកំណើតដើម្បីរាប់យូសែបត្រូវទៅភូមិបេតលេហេមជាក្រុងនៃគ្រួសារគាត់ដូច្នេះយូសែបនិងម៉ារ៉ាបានធ្វើដំណើរទៅភូមិបេតលេហេមជាមួយគ្នាម៉ារីមានផ្ទៃពោះហើយការធ្វើដំណើរនេះមានរយៈពេលយូរនិងនឿយហត់ពួកគេជិះលើសត្វហ្វ្លែហើយធ្វើដំណើរជាច្រើនថ្ងៃវាមិនមែនជាដំណើរដ៏ងាយស្រួលសម្រាប់ម៉ារ៉ាទេប៉ុន្តែយូសែបបានយកចិត្តទុកដាក់ចំពោះនាងនៅទីបំផុតពួកគេបានទៅដល់បេតលេហេមហើយស្វែងរកកន្លែងស្នាក់នៅប៉ុន្តែផ្ទះសំណាក់មានពេញព្រោះមានមនុស្សជាច្រើនមកធ្វើជំរឿនគ្រប់ទីកន្លែងដែលគេទៅគេយីថាគ្មានបន្ទប់ម៉ារីមើលទៅហាក់ដូចជាទារកអាចមកនៅពេលណាក៏បានអ្នកជួលផ្ទះសំណាក់មានអារម្មណ៍សោកស្ដាយចំពោះពួកគេហើយបាននិយាយថាអ្នកអាចស្នាក់នៅក្រោលរបស់ខ្ញុំដូច្នេះម៉ារីនិងយូសែបបានទៅក្រោលសត្វដែលត្រូវបានគេទុកពួកគេបានតាំងលំនៅនៅលើវាលស្មៅហ៊ុំព័ទ្ធដោយសត្វស្ងប់ស្ងាត់មិនយូរប៉ុន្មានម៉ារីបានទៅជាសម្រាលកូននៅទីនោះក្នុងក្រោលគោនៅបេតលេហេមនាងម៉ារីបានផ្ដល់កំណើតដល់ព្រះយេស៊ូវនាងបានរុំទ្រង់ដោយក្រណាត់យ៉ាងស្អាតនាងបានដាក់ Baby Jesus ក្នុងស្នូកមួយដែលជាទ្រង់សម្រាប់ចិញ្ចឹមសត្វព្រះរាជបុត្រានៃព្រះបានយាងមកផែនដីជាទារកតូចមួយដែលកំពុងដេកលក់នៅយប់នោះមានរឿងអស្ចារ្យមួយបានកើតឡើងនៅលើមេឃផ្កាយភ្លឺថ្មីមួយបានលេចចេញមកហើយរះពេញដីនៅក្បែរនោះអ្នកកង្វល់កំពុងមើលជាមរបស់ពួកគេនៅវាលស្រែស្រាប់តែមានទេវតាមួយរូបបានលេចមករកពួកគេហើយពួកគេភ័យខ្លាចប៉ុន្តែទេវតាពោលថាកុំខ្លាចអីខ្ញុំនាំដំណឹងល្អមកអ្នកពីសេចក្តីអំណរដ៏អស្ចារ្យថ្ងៃនេះនៅទីក្រុងបេតលេហេមព្រះអង្គសង្គ្រោះបានប្រសូតជាព្រះគ្រីស្ទជាព្រះអម្ចាស់អ្នកកង្វល់ក្រឡេកមើលទៅឃើញផ្កាយភ្លឺចាំងពួកគេប្រញាប់ទៅភូមិបេតលេហេមដើម្បីស្វែងរកទារកផ្កាយបានដឹកនាំពួកគេទៅកន្លែងដែលព្រះយេស៊ូវគង់ពេលពួកគេបានរកឃើញទារកយេស៊ូវពួកគេបានលុតជង្គង់ថ្វាយបង្គំទ្រង់ពួកគេពោពេញដោយអំណរហើយពួកគេបានអរព្រះគុណព្រះក្រោយមកពួកអ្នកប្រាជ្ញក៏ដើរតាមផ្កាយនោះដើម្បីគោរពព្រះយេស៊ូវហើយបាននាំយកអំណោយពិសេសគឺមាសគ្រឿងក្រអូបនិងជ័រល្វីងមនុស្សម្នាប្រារព្ធការប្រសូតរបស់ព្រះយេស៊ូវជារៀងរាល់ឆ្នាំនៅពេលបុណ្យណូអែលព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះដែលបានក្លាយជាមនុស្សដើម្បីសង្គ្រោះពិភពលោក